ព្រឹកនេះបន្ទាប់ពីជូនកូនទៅសាលារៀនអស់ហើយឥឡូវហ្នឹងគឺដល់ម៉ោងដល់ពេលវេលាទៅផ្សារទៀតហើយទៅទិញម្ហូបប៉ុន្តែបើសួរថាធ្វើម្ហូបអីគឺអត់ទាន់ដឹងទេអញ្ចឹងពេលដែលទៅផ្សារហ្នឹងមានតែរើមើលបន្លែអីម្ហូបអីអញ្ចឹងទៅថាត្រូវទិញយើងទិញមកតែម្ដងប៉ុន្តែបើថាឲ្យរើនឹកហ្នឹងគឺនៅរើនឹកនៅនឹងឯងគឺអត់ដឹងថាធ្វើម្ហូបអីទេហើយអីដែលខ្ញុំកាន់ហ្នឹងគឺសបកដបយកទៅដូរសបកដបហ្នឹងគេមានម៉ាស៊ីនគេរាប់ណាបងប្អូនខ្ញុំអាសាបង្ហាញបងប្អូននៅក្នុងវីដេអូដែរពេលដែលយើងយកសបកដបហ្នឹងទៅគេរាប់សបកដបមួយហ្នឹង25សេនវាស្មើនឹង1000លុយខ្មែរអញ្ចឹងណាហើយខ្ញុំកំពុងតែរៀបចំទៅប្តីខ្ញុំក៏មកល្មមហើយខ្ញុំក៏ឆ្លៀតសួរថាចង់ហូបអីអញ្ចឹងណានៅវិភាសាគ្នានៅនឹងយូរដែរប្តីខ្ញុំក៏គាត់មិនដឹងដែរហើយអញ្ចឹងក៏គាត់ថាឲ្យខ្ញុំធ្វើម្ហូបអីធ្វើទៅពាក្យថាធ្វើម្ហូបអីធ្វើទៅហ្នឹងពិបាកណាសម្រាប់ខ្ញុំតែសម្រាប់បងប្អូនខ្ញុំមិនដឹងទេប៉ុន្តែសម្រាប់ខ្ញុំហ្នឹងគឺម្ហូបអីម្ហូបទៅហ្នឹងគឺម្ហូបដដែលទៀតហើយខ្ញុំហើយឥឡូវហ្នឹងគឺនៅតាមផ្លូវដូចបងប្អូនឃើញហ្នឹងកន្លែងដែលខ្ញុំបង្ហាញមុនហ្នឹងគឺកន្លែងសម្រាប់គឺថាក្មេងៗគេមកលេងអញ្ចឹងណាប៉ុន្តែព្រឹកហ្នឹងវានៅរៀងព្រឹកដែរអញ្ចឹងអត់សូវមានទេបើសិនជាថ្ងៃឡើងចាប់ពីម៉ោង2ម៉ោង3អីទៅអាហ្នឹងសបោក្មេងមែនតើសបោពុកម្ដាយបងប្អូនគេនាំមកលេងនៅជិតហ្នឹងណាហើយឥឡូវហ្នឹងគឺខ្ញុំត្រឡប់មកវិញហើយប៉ុន្តែនៅក្នុងសាងដូចខ្ញុំបាននិយាយអញ្ចឹងខ្ញុំអត់សូវថតអីទេនៅក្នុងផ្សារហ្នឹងខ្ញុំថតតែពេលទៅហើយនៅពេលមកនឹងឯងហើយត្រឡប់មកនេះអីវ៉ាន់2ស្បោងនេះហើយកង់ហ្នឹងអត់បានយកទៅដាក់ក្នុងទេគឺផ្អែកនៅនឹងសិនរៀបចំអីវ៉ាន់ដាក់ចូលខាងក្នុងហើយអីដែលខ្ញុំចង់បង្ហាញបងប្អូននេះអាហ្នឹងគឺសម្រាប់ដុសលាងពេលដែលយើងអាំងសាច់ណាពេលដែលយើងអាំងសាច់ទៅអាហ្នឹងយើងដូចគេហៅថាដែកដុសណាសម្អាតវាខ្ញុំទិញអាហ្នឹងមួយមកដែរហើយបន្ទាប់មកខ្ញុំរៀបចំអីវ៉ាន់ដាក់ចូលក្នុងទូអីអស់ហើយក៏ឆ្លៀតទៅយកខោអាវមកហាលនៅក្រៅនិយាយទៅខោអាវនេះពីមុនមកខ្ញុំហាលតែក្នុងផ្ទះទេខែត្រជាក់ណាហាលក្នុងផ្ទះម៉ាស៊ីនសម្ងួតអីចឹងទៅបើសិនជាមានថ្ងៃដូចក្តៅអញ្ចឹងគឺខ្ញុំយកមកហាលនៅខាងក្រៅហើយភាគច្រើនគឺខ្ញុំធ្វើអញ្ចឹងបន្ទាប់មកខ្ញុំកាត់មកដល់វីដេអូខាងក្នុងផ្ទះនឹងម្ដងបងប្អូនឃើញបង្មន់ហ្នឹងដឹងតែធ្វើអីមែនទេលុកលាក់ទៀតហើយខ្ញុំនិយាយទៅបុកម្ហូបនេះគឺស្រួលសម្រាប់ខ្ញុំងាយធ្វើហើយលឿនទៀតអត់យូរទេលុកលាក់ជាមួយនឹងដលងពងណាបងប្អូនហើយអីដែលខ្ញុំដាក់នេះគឺម្សៅមីដើម្បីឲ្យវារៀងខាប់ណានៅក្នុងហ្នឹងហើយឆ្ងាញ់មែនតើខ្ញុំឡើងឃ្លានដែរណាតម្រាំតែបានហូបម្ដងគឺថាម៉ោង2:10ម៉ោង1ខាងខ្ញុំអត់មានម៉ោង10អីដូចគេទេ2:10ម៉ោង1ម៉ោង2អាហ្នឹងបាយថ្ងៃត្រង់ហើយឡើយហ្នឹងគឺរៀបចំធ្វើហើយនេះតែរៀបចំហ្នឹងឲ្យពូគាត់ហូបមុនហើយខ្ញុំហ្នឹងម្លងពេលដែលរៀបចំហើយគឺខ្ញុំមិនទាន់ហូបទេខ្ញុំដើរទៅយកកូនខ្ញុំចេញមកពីសាលារៀនសិនព្រោះអីម៉ោង12ជាងហ្នឹងគឺម៉ោងដែលគាត់ចេញមកពីសាលាហើយខ្ញុំក៏ទៅយកគាត់មកហើយនិយាយពីមុខម្ហូបនេះតំណងមែនតើបងប្អូននិយាយថាធ្វើហើយណាសូម្បីតែខ្ញុំហ្នឹងក៏ចង់ញ៉ាំភ្លាមដែរប៉ុន្តែចៃដន្យអីឆ្លៀតដល់ម៉ោងទៅយកកូនល្មមដល់អញ្ចឹងមានតែទៅយកកូនហ្នឹងឯងមកវិញមិនហូបប៉ុន្តែសំណាងដែរកូនខ្ញុំនៅចិត្តផ្ទះនេះណានិយាយទៅឆ្ងាញ់បងប្អូនសាធ្វើហូបទៅគឺមិនខុសបំណងទេមួយមុខនឹងស្រួលធ្វើងាយធ្វើហើយលឿនឆាប់បានហូបទៀតហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូននិយាយទៅវីដេអូខ្ញុំថ្ងៃនេះវីដេអូរៀងជាបរិសុទ្ធណាបងប្អូនសូមអធិស្ឋានផងបើសិនជាមានកំហុសខុសឆ្គងអីណាជម្រាបលា